6 មហាកន្លងពេជ្របាទមហាកន្លងពេជ្រគូទី16នេះជើងទី1គាត់ទទួលជ័យជំនះបាទនៅខ្សែទឹកក្រៅឥឡូវគាត់ចូលមកខ្សែទឹកក្នុងឯខ្សែទឹកក្រៅជ្រោយមេត្រីដែលចូលសែនជ័យវិហារអ៊ីស្លាមឬស័យជ្រោយរបស់បាទលោកមេឃុំស្រេងបាទស្រុកមុខកពូលបាទយ៉ាងម៉េចហើយជើងទី1បាទมันអាចឈ្នះកន្លងពេជ្រទេតែឥឡូវចាំមើលជើងទី2ប្រហែលគេគាត់ដូរយុទ្ធសាស្ត្របន្ថែមបច្ចេកទេសយ៉ាងណាយ៉ាងណីយកឈ្នះម្ដងម្នាក់ឬក៏ទៅមិនរួចទេចាំមើលបាទអរគុណណាលោកគ្រូឥឡូវនេះយើងឃើញហើយខ្សែទឹកខាងក្នុងមានព្រៀបបន្តិចបន្តួចណាបាទមហាកន្លងពេជ្រជើងទី1បាទធ្វើបាទបាទជើងទី2នេះក៏នៅតែបន្តល្អដែរប៉ុន្តែនាំមុខបន្តិចបន្តួចនេះមិនប្រកាសទេណាដោយសារថាជ្រួយមេត្រីដែលជួសែនជ័យនេះក៏ល្អដូចគ្នាបាទឥឡូវកំពុងតែបន្ថែមលបឿនមកហើយបាទអត់មានថប់ថយទេមហាកន្លងពេជ្របាទនៅតែបន្ថែមលបឿនមកដែលបាទអត់មានថប់ថយទេនៅតែដកគូប្រកួតបន្តិចម្ដងហើយកន្លងពេជ្របាទចាក់មកឡើងលឿនអាចនឹងដាច់ទៀតនេះបាទដាច់បាត់ហើយបាទដាច់ប៉ាត់ឥឡូវយើង